ចេះតែឈឺមុខមួយចំហៀងទៅជួបពេទ្យថ្មីម្ដងហើយម្ដងទៀតប៉ុន្តែมันរកឃើញថាមានបញ្ហាអ្វីទេតើវាអាចជាជំងឺអ្វីដែរតើអ្វីទៅជាជំងឺរលាកប្រព័ន្ធប្រសាទទី5ឬក៏ជាជំងឺឈឺមុខមួយចំហៀងជំងឺរលាកប្រព័ន្ធប្រសាទទី5ឬក៏ជាជំងឺឈឺមុខមួយចំហៀងគឺជាជំងឺមួយដែលបណ្ដាលឲ្យអ្នកជំងឺមានអាការៈឈឺមុខភ្លាមមួយចំហៀងឬក៏ផ្នែកណាមួយនៃផ្ទៃមុខវាបណ្ដាលមកពីការប៉ះទង្គិចឬក៏ការរលាកហើមទៅលើប្រព័ន្ធប្រសាទទី5ដែលមានមុខងារទៅបញ្ជាផ្ទៃមុខរបស់មនុស្សយើងជំងឺនេះអាចកើតឡើងលើគ្រប់វ័យជាពិសេសចាប់ពីអាយុ50ឆ្នាំឡើងហើយភាគច្រើនកើតទៅលើមនុស្សស្រីច្រើនជាងលើមនុស្សប្រុសជំងឺនេះវាធ្វើឲ្យមានការប៉ះពាល់ទៅដល់ការរស់នៅជាប្រចាំថ្ងៃរបស់អ្នកជំងឺដូចនេះវាទាមទារឲ្យមានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលមួយឲ្យបានត្រឹមត្រូវ